សួស្តីបងប្អូនដាក់ទី11ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់ limit 2ដើម្បីយកមកដោះស្រាយអញ្ចឹងលំហាត់ក limit x ខាត់ទៅរក2នៃ x គីបបូក 3x ការ៉េដក 9x ដក 2នៅលើ x គីបដក x ដក 6 ចឹងដំបូងផុតដើម្បីកណនា limit នេះបានយើងត្រូវជំនួសមើលរាងវាសិនតើវាចូលរាងមិនកំណត់ឬក៏ជារាងកំណត់ចឹងដើម្បីដឹងថាវារាងកំណត់ឬមិនកំណត់យើងគ្រាន់តែជំនួសតម្លៃ x ស្មើ2ចូលភាគយកនិង x ស្មើ2ចូលភាគបែងទៅយើងនឹងឃើញថាតើវារាងកំណត់ឬក៏រាងមិនកំណត់0លើ0ចឹងយើងមើលទាំងអស់គ្នាចឹងបើសិនជា x ខិតទៅរក2ចឹងយើងត្រូវយក x ស្មើ2ហ្នឹងជួសចូលអនុគមទៅយើងឃើញថា2គីបបូក 3 គុណនឹង2ការ៉េដក 9 គុណ2ដក 2 2គីបដក 2 ដក 6 ចឹងយើងស្មើតមកចឹង2គីបស្មើ 8 2ការ៉េគុណនឹង3 2ការ៉េ 4 4គុណនឹង3ទៅបាន12 9 2ដង 18 ដក 18 ដក 2ស្មើទៅនឹងដក 20នៅលើ2គីបស្មើ8 8ដក 2ស្មើ 6ចឹង6ដក 6ចឹងបន្តមកទៀតយើងកណនាទៅ8បូក 12ស្មើទៅនឹង20ដក 20នៅលើ6ដក 6ចឹងយើងឃើញថា20ដក 20ស្មើ0 6ដក 6ស្មើ0ចឹងកាលណាយើងជំនួស2ចូលក្នុងអនុគមទៅឃើញរាងថា0លើ0នោះគេថា limit នេះមានរាងមិនកំណត់0លើ0ចឹងយើងអាចសរសេរមកចឹងរាង0លើ0បន្តមកទៀតយើងត្រូវដឹងថាតើដើម្បីដោះស្រាយ limit រាង0លើ0នេះយើងត្រូវធ្វើបែបណាចឹងជំហានបន្ទាប់យើងត្រូវដាក់ភាគយកនិងភាគបែងជាផលគុណកតាចឹងយើងត្រូវចាំថាបើសិនជា x ខិតទៅរក2នោះភាគយកពេលដែលយើងដាក់ជាផលគុណកតាទៅវាច្បាស់ជាមានកតា x ដក 2ភាគបែងដូចគ្នាកាលណាយើងជំនួស x ស្មើ2ចូលទៅក្នុងភាគបែងនឹងស្មើ0នោះពេលដែលយើងដាក់ភាគបែងនឹងជាផលគុណកតាវាច្បាស់ជាមានកតា x ដក 2នៅជាផលគុណកតាហ្នឹងហើយចឹងបន្តមកទៀតដើម្បីបានជាផលគុណកតាយើងអាចយកភាគយកនិងភាគបែងហ្នឹងចែកជាមួយនឹងកតា x ដក 2មកយើងនឹងឃើញកតាមួយទៀតហើយអញ្ចឹងយើងអាចចែកមកយើងយក x គីបបូក 3x ការ៉េដក 9x ដក 2ចែកនឹង x ដក 2ចឹងដើម្បីចែកប្រូតេអ៊ីននេះបានយើងដំបូងផុតយើងមើលទៅលើតំណាងចែកដែលមាន x គីបបូក 3x ការ៉េដក 9x ដក 2ហើយតួចែកមាន x ដក 2ចឹងយើងត្រូវមើលថា
តំណាងចែកតួដំបងផុតឬក៏តួដែលមានដឺក្រេខ្ពស់ជាងគេនេះគឺ x ស្វ័យគុណ3ហើយតួចែកតួ x ដែលមានដឺក្រេធំជាងគេនោះគឺ x ស្វ័យគុណ1អញ្ចឹងដើម្បីដាក់ផលចែកបានយើងត្រូវគិតថាតើដាក់ x ប្រមាណដើម្បីគុណជាមួយនឹង x ដែលនៅតួចែកនេះស្មើទៅនឹង x ស្វ័យគុណ3ដែលនៅតំណាងចែកហ្នឹងអញ្ចឹងយើងអាចដាក់បាន x ក្រេអញ្ចឹងយើងយក x ក្រេហ្នឹងគុណនឹង x នេះមកគុណនឹង x ដែលនៅតួចែកហ្នឹងមកយើងបាន x គីបអញ្ចឹងពេលដែលយើងគុណបាន x គីបហើយយើងយកវាមកដាក់ផ្នែកតំណាងចែកមកយើងបានដក x គីបមានន័យថាយើងគុណយកផលចែកហ្នឹងគុណជាមួយនឹងតួចែកហើយយើងឃើញប្រមាណយើងបោះមកតំណាងចែកហើយដូរសញ្ញាអស់ហើយទៅយើងយក x ការ៉េគុណនឹងដក2មកយើងបានដក 2x ការ៉េដក 2x ការ៉េយកមកដាក់កន្លែងតំណាងចែកមកយើងបានបូក 2x ការ៉េបន្តមកទៀតយើងដកមកសុំតោយើងបូកព្រោះដោយសារតែយើងដូរសញ្ញាហើយអញ្ចឹងយើងបូកមកបាន x គីបដក x គីបទៅបាន0 3x ការ៉េបូកទៅនឹង 2x ការ៉េបាន 5x ការ៉េយើងឃើញថាដោយសារតែតំណាងចែកនេះវាមានតែមួយតួទេហើយតួចែកនេះមានដល់តែ2តួអញ្ចឹងយើងត្រូវទម្លាក់9ដក 9x ហ្នឹងមកក្រោមមកអញ្ចឹងដក 9x ទម្លាក់មកក្រោមមកដើម្បីឲ្យវាមាន2តួដូចគ្នាទៅពេលហើយមកទៀតយើងមើលឃើញថានៅតំណាងចែកនេះមានមេគុណ5ពីមុខ x ក្រេហ្នឹងអញ្ចឹងដំបូងផុតយើងដាក់មកដាក់បូក 5ហើយមកទៀតតំណាងចែកនេះមាន x ក្រេអញ្ចឹងលុះត្រាតែយើងបន្ថែម x ដើម្បីឲ្យគុណជាមួយនឹងតួចែកទៅបាន 5x ក្រេដែរអញ្ចឹងយើងគុណមក 5x គុណជាមួយនឹង x យើងបាន 5x ក្រេហើយយកមកដាក់តំណាងចែកមកបានដក 5x ក្រេបន្តមកទៀតយក 5x គុណជាមួយនឹងដក 2មកយើងបានដក 10x ដក 10x យកមកដាក់នៅតំណាងចែកមកយើងបានបូក 10x បន្តមកទៀតយើងបូកបញ្ចូលគ្នាមកអញ្ចឹងយើងឃើញថា 5x ការ៉េបូកជាមួយនឹង 5x ការ៉េនេះអស់ដក 9x បូកជាមួយនឹង 10x យើងបានសល់ x យើងទម្លាក់ដក 2មកទៀតមកអញ្ចឹងដក 2ទៅមកទៀតយើងឃើញថាមេគុណរបស់ x នេះស្មើ1អញ្ចឹងយើងអាចដាក់កន្លែងផលចែកហ្នឹងថាស្មើទៅនឹង1បន្តមកទៀតយើងគិតថាដោយសារតែនៅតំណាងចែកនេះវាមាន x ហើយផលចែកនេះក៏មកសំទោសតួចែកនេះវាមាន x ដែរអញ្ចឹងយើងអាចដាក់បានតែមួយទេដើម្បីអាចគុណជាមួយនឹងតួចែកទៅវាស្មើទៅនឹងតំណាងចែកនេះអញ្ចឹងយើងបាន1គុណនឹង x បាន x យកមកដាក់នៅតំណាងចែកយើងបានដក x 1គុណនឹងដក 2បានដក 2 ដក 2យកមកដាក់នៅតំណាងចែកបានបូក 2តមកយើងដកទៅ x ដក x អស់ដក 2 បូក 2 អស់អញ្ចឹងយើងឃើញថាសំណល់ស្មើ0អញ្ចឹងបើកាលណាសំណល់នៃការធ្វើប្រមាណវិធីចែកនឹងវាស្មើ0នោះយើងអាចសរសេរថា x គីបបូក 3x ក្រេដក 9x ដក 2ហ្នឹងវាស្មើទៅនឹង x
ដក2កតាឲ្យ x ការ៉េបូក 5x បូក 1 យើងមើលភាពបែកម្ដងអញ្ចឹងភាពបែកយើងមាន x គីបដក x ដក 6 អញ្ចឹងយកចែកជាមួយនឹង x ដក 2 អញ្ចឹងដូចទៅនឹងការចែកនៅភាគយកដែរយើងដាក់បាន x ការ៉េ x ការ៉េគុណនឹង x បាន x គីប x គីបយើងបោះមកតំណាងចែកមកយើងបានដក x គីប x ការ៉េគុណនឹងដក 2 យើងបានដក 2x ការ៉េបោះមកតំណាងចែកមកយើងបានបូក 2x ការ៉េតមកទៀតយើងបូកមកអញ្ចឹង x គីបដក x គីបអស់ដក x បូកជាមួយនឹង 2x ការ៉េយើងបូកអត់កើតទេអញ្ចឹងយើងទុកដដែលអញ្ចឹងយើងបាន 2x ការ៉េដក x តមកទៀតយើងមើលឃើញថាតំណាងចែកនេះមានមេគុណរបស់ x ការ៉េហ្នឹងស្មើ 2 អញ្ចឹងយើងដាក់បូក 2 មកតមកទៀតដោយសារតែវាមាន x ការ៉េអញ្ចឹងលុះត្រាតែយើងបន្ថែម x បាទយើងអាចគុណជាមួយនឹងតួចែកទៅបាន x ការ៉េដែរអញ្ចឹងយើងគុណមក 2x គុណជាមួយនឹង x បាន 2x ការ៉េយកមកដាក់នៅតំណាងចែកបានដក 2x ការ៉េ 2x គុណជាមួយនឹងដក 2យើងបានដក 4x យើងបោះមកតំណាងចែកមកយើងបានបូក 4x យើងធ្វើប្រមាណធីបូកមកអញ្ចឹង 2x ការ៉េដក 2x ការ៉េអស់ដក x បូកជាមួយនឹង 4x បាន 3x តមកទៀតយើងទម្លាក់ដក 6 មកយើងបានដាក់កន្លែងផលចែកហ្នឹងបានបូក 3 អញ្ចឹង 3 គុណនឹង x បាន 3x ដាក់កន្លែងនេះបានដក 3x 3គុណនឹងដក 2 បានដក 6 ដក 6 បោះមកកន្លែងតំណាងចែកមកបានបូក 6 អញ្ចឹងយើងបូកបញ្ចូលគ្នាទៅយើងឃើញថាវាស្មើ0នោះយើងបាន x គីបដក x ដក 6 វាស្មើនឹង x ដក 2 កតា x ការ៉េបូក 2x បូក 3 ឥឡូវទាំងភាគយកទាំងភាគបែកយើងបានជាផលគុណកតាហើយយើងដាក់ចូលក្នុង limit យើងមកអញ្ចឹងវាស្មើ limit x ខិតទៅរក 2 នៃ x ដក 2 កតា x ការ៉េបូក 5x បូក 1 នៅលើ x ដក 2 កតា x ការ៉េបូក 2x បូក 3 យើងឃើញថាទាំងភាគយកនិងភាគបែកមាន x ដក 2 ដូចគ្នាអញ្ចឹងយើងសម្រួលចោលបានអញ្ចឹងយើងអាចសម្រួល x ដក 2 ចោលអញ្ចឹងអ្វីដែលនៅសល់យើងទុកអញ្ចឹងអ្វីដែលនៅសល់គឺ limit x ខិតទៅរក 2 នៃ x ការ៉េបូក 5x បូក 1 ភាគបែកនៅ x ការ៉េបូក 2x បូក 3 តាំងយើងបាន 2 ការ៉េបូក 5
កូននឹង2បូក1នៅលើ2ការ៉េបូក2កូននឹង2បូក3អញ្ចឹងស្មើ2ការ៉េស្មើ4 5កូន2 10បូក1 2ការ៉េស្មើ4បូក2កូន2 4បូកនឹង3អញ្ចឹងស្មើ4បូក10 14 14បូក1 15នៅលើ4បូក4 8 8បូក3បាន11នៅនេះយើងបានចម្លើយលីមីតកគឺស្មើទៅនឹង15លើ11